ស្ដីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមានរឿងមួយចង់និយាយថ្ងៃហ្នឹងគាត់តែរឿងស្វាយសោះហ្នឹងបងប្អូនរឿងស្វាយទុំនេះគាត់តែរឿងស្វាយទុំសោះក៏កើតជារឿងអញ្ចឹងណាបងប្អូនចឹងនិយាយថាខ្ញុំចេញទៅធ្វើការខ្ញុំចេញទៅធ្វើការហើយខ្ញុំឃើញគេលក់ស្វាយទុំតាមផ្លូវចឹងហ៎តែពេលហើយខ្ញុំក៏ឈប់ទិញស្វាយអញ្ចឹងឈប់ឃើញគាត់លក់លើក្រហមតំណងល្អហ្នឹងឃើញបងប្អូន1គីឡូ2000 1គីឡូ2000អញ្ចឹងណាខ្ញុំក៏ឈប់ចូលទិញស្វាយចំនួន5គីឡូយកមកអញ្ចឹងណាចាដល់ពេលខ្ញុំទិញស្វាយនឹងយកមកហើយខ្ញុំក៏ជិះតាមផ្លូវមកផ្ទះអញ្ចឹងណាបងប្អូនដល់ពេលជិះមកដល់ផ្ទះទៅខ្ញុំក៏យកស្វាយនឹងចូលមកទុកក្នុងផ្ទះចាទុកនៅក្នុងផ្ទះហៀបដាក់កញ្ឆេងហៀបដាក់អីធំត្រូវអញ្ចឹងណាបងប្អូនចាអ្នកឃើញតំណងហៀបដាក់កញ្ឆេងដាក់អីធំត្រូវស្អាតបាតអញ្ចឹងណាចាហើយមើលទៅក៏ឃើញវាតំណងអីអញ្ចឹងទៅខ្ញុំក៏ដឹងបងប្អូនដឹងខ្ញុំធ្វើមិនអត់ខ្ញុំក៏យកស្វាយហ្នឹងមកចិតញ៉ាំអញ្ចឹងណាបងប្អូនណាបន្ទាប់ពីចិតញ៉ាំហើយខ្ញុំឃើញតំណងក៏ឃ្លានទៀតណាខ្ញុំក៏យកវាមកហែកស្រក់យ៉ាងញ៉ាំបងប្អូនឃើញតំណងនេះបងប្អូនណាចូលចិត្តញ៉ាំស្វាយទុំនេះខ្ញុំខ្លះខ្ញុំចូលចិត្តញ៉ាំស្វាយទុំណាបងប្អូនឲ្យតែឃើញគេលក់តាមផ្លូវអីខ្ញុំចូលទិញញ៉ាំរហូតហ្នឹងរឿងស្វាយទុំមានតែប៉ុណ្្នឹងបងប្អូនអើយខ្ញុំចង់និយាយតែប៉ុណ្្នឹងឯងរឿងតេតងជាមួយនឹងរឿងស្វាយទុំណានេះឃើញទេបងប្អូនអាហ្នឹងរឿងមិនគួរជារឿងណាបងប្អូនចាគាត់តាឈប់ទិញស្វាយទុំតាមផ្លូវហើយក៏យកមកផ្ទះអញ្ចឹងណាហើយយកមកផ្ទះហើយក៏បកញ៉ាំធម្មតាអញ្ចឹងទៅណាបងប្អូននេះឃើញទៅណាអីបងប្អូនញ៉ាំមកញោមអីឆ្ងាញ់ណាស់ផ្អែមឃ្លានអត់បងប្អូនញ៉ាំតែមិនឆ្ងាញ់បាយ